តើអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាជាមួយនឹងការធ្វើ assignment ឲ្យគ្រូអត់ទាន់មែនអត់អស់បារម្ភទេអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបានសិក្សាជាមួយនឹងលោកគ្រូស៊ីសុខុននៅសាកលវិទ្យាល័យមេគង្គកម្ពុជាគឺផ្នែក Digital Marketing មួយមកបានសិក្សាអំពី app Google LM ដែលវាមានជំនួយដល់ការសិក្សារបស់យើងដូចជាការធ្វើ assignment ជាការ prepare slide ឲ្យកាន់តែមានភាពល្អិតល្អន់ឲ្យខាត់ពេលយូរខ្ញុំមកបង្ហាញអំពីការប្រើទៅលើ Google LM ឬក៏ហៅថា Notebook LM ហ្នឹងអញ្ចឹងជាដំបូងយើងត្រូវចូលទៅក្នុង Google Chrome ជាមុនសិនហើយយើងចូលទៅកាន់ Google ដើម្បីវាយពាក្យថា Notebook LM ពេលតើបើយើងឃើញហើយយើងអាចចុចsearch នេះបាននេះយើងអាចឃើញ Google Note LM នេះហើយអញ្ចឹងយើងចុចលើវាមកដោយសារតែរបស់ខ្ញុំគឺមាន account ស្រាប់អីចឹងខ្ញុំបាន login ចូលរួចហើយអញ្ចឹងបើសិនជាអ្នកអត់ទាន់មានទេអាចចូល login ទៅនឹងបានអញ្ចឹងយើងប្រើពាក្យថា try notebook LM ហ្នឹងមក yes ហើយបន្ទាប់មកយើងបានឃើញផ្ទាំងជាច្រើនតែនេះខ្ញុំបានប្រើប្រាស់វាខ្លះដែរអញ្ចឹងបើសិនយើងចង់បង្កើតថ្មីគឺយើងចុចពាក្យ create new notebook ចឹងបន្ទាប់ពីយើងចុចកន្លែងហ្នឹងហើយយើងឃើញមានfunction ច្រើនមែនតើដែលនេះគឺហៅថា upload file ដែលយើងនេះតាម website YouTube អីជាដើមនេះតាមកន្លែងពេលដែលយើងដាក់ទុកឯកសារក្នុងកន្លែងអីចឹងទៅហើយចំពោះនេះវិញគឺជា function ជាច្រើនដែលយើងអាច generate ជាអីមួយបានឥឡូវនេះខ្ញុំនឹងសាកល្បងអ្នកនរគ្នាមើលចឹងជាដំបូងខ្ញុំត្រូវ upload file មុនសិនSo អានេះខ្ញុំចុចយក chapter 2ហើយនឹងនេះដើម្បីទៅធ្វើជាឯកសារដើម្បីអ្នកឧទាហរណ៍ឲ្យអ្នកនរគ្នាមើលអូខេឥឡូវនេះយើងបាន upload វាចូលហើយអញ្ចឹងយើងទៅ save វាមកថាឲ្យវាធ្វើមិន